bà pro thạc xem khơi mà dạ cày ní khang bò tê môi chấm nôn đại mà vay nơi khai oi quạt chanh quạt bỏ ho nơi lơ Instagram mất phe quạt crew quạt bong phô ôn và chia chôn kê xe bà kê này dây bị cung khai dân sờ báo na và tọp miền ca vậy nhẹ bay ô Houston châu đo tuần lệ thay ní bà dùng tam khất một chút bắp đại tranh mộc pi xã pon và đại con khai bà nước đang tha và tọp bị ban check video xa chỉ thay mà đồng tiền cũng cứ lật tập Paul ประกวด 5 ទឹកបាទជ័យជំនះបានទៅលើកីឡាករអេស្ប៉ាញ Martin Sandro បងប្អូននេះគឺជាវីដេអូមួយដែលខ្ញុំអត់បានផុសទេក្រោយការប្រកួតបានបញ្ចប់បាទខ្ញុំក៏ដើរទៅក្រោយសង្វៀនបានជួបកីឡាករអេស្ប៉ាញទាំងអស់រួមទាំងគ្រូរបស់គាត់ឥឡូវនេះមកមើលវីដេអូសិនហើយខ្ញុំនឹងលើកឡើងអំពីការកាត់សេចក្តីជាថ្មីម្ដងទៀតបាទឥឡូវនេះមកមើលវីដេអូរបស់គ្នាអូនេះអេស្ប៉ាញបងអើយបាទលពោច្រើនម៉ារីអូក៏ច្រើនបាទកាន់សឡូក៏បែកបាទកាន់សឡូនេះរុំក្បាលបាទដោយសារយ៉ាងណាពួកគាត់ប្រកួតអស់ពីបាទគាត់វាយជាមួយសវណ្ណឃីមម៉ារីអូដែរហ្នឹងបាទធ្វើមិនបដាបាទចូលកែងច្រើនមុខបាទបាទរុំក្បាល2នាក់ចាស៊ីនតូបាទគាត់ល្អចាស៊ីនតូនេះជួយជួបគាត់ទាំងនៅបារាំងទាំងនៅខ្មែរយើងបាទទាំងនៅអេស្ប៉ាញគឺគាត់ល្អគាត់ស្រឡាញ់ខាងខ្មែរយើងហ៎បងប្អូនមើលចរិតរឹកពីបាទខាងអេស្ប៉ាញអត់ឡាំប៉ាទេបាទហើយខ្ញុំឆែកមើលនៅលើ Instagram របស់ពួកគាត់អត់និយាយអីវែងឆ្ងាយដែរ Review go Spain Cambodia Spain yeah okay ហើយខ្ញុំបាននិយាយពាក្យមួយម៉ាត់ We will go to have some dinner dinner បាទទៀតខ្ញុំនិយាយជាមួយគាត់ឡើយ Martin បាទនិយាយទៅនេះបាទ Sorry thank you for your fight សុំទោស Martin ការប្រកួតរបស់អ្នកល្អខ្ញុំគិតថាអ្នកឈ្នះ Thank you for your fight thank you amazing fight I think you win thank you yeah sorry see you next time okay thank you see you next time thank you Mario thank you you did the best sorry Cancelo the best thank you para thấy cái mấy thứ bạn ta quát tha quát có chuyện hay đây và see you next time và đến đây cô sớm ơn sụp hà còn một thốn Mario thank you và đây Mario cô một ba Cancelo và Cancelo đây bay cái lành para thấy cái mấy thứ bạn taបាទនេះគាត់វាយហើយគាត់ប្រមូលគ្នាទៅញ៉ាំអីបាទអូខេបងប្អូនអញ្ចឹងខ្ញុំបានចេញវីដេអូមួយជុំវិញការយល់ឃើញរបស់ខ្ញុំគឺខ្ញុំបាននិយាយហើយក៏មានបងប្អូនយើងចូលទៅទស្សនាច្រើនណាស់ដូចជាចូលប្រហែល40នាក់បាទអញ្ចឹងយោងទៅតាមការសម្រេចបាទជាថ្មីម្ដងទៀតរបស់សហព័ន្ធបណ្ដាគុនខ្មែរបាទគឺដាក់ពិន័យទៅកាន់មន្ត្រីបាទចៅក្រមចំនួន3រូបបាទផ្អាកឲ្យគាត់ធ្វើការរយៈពេល3សប្តាហ៍3រូបនោះគឺម្នាក់3សប្តាហ៍អញ្ចឹងបានន័យថាមួយប្រកួតថ្ងៃមុននេះបាទគូនិយាយទៅគ្រប់គូគឺមានអង្គចៅក្រម5នាក់អញ្ចឹងរកឃើញថា3នាក់គាត់ដាក់បន្ទុកមិនប្រក្រតីអញ្ចឹងបានន័យថាលទ្ធផលថ្ងៃមុនគឺ 3-2 ដែលធនវណ្ណាឈ្នះទៅកាន់កីឡាករអេស្ប៉ាញដោយមិនឯកច្ឆន្ទបាទដោយសារអីឃើញដាក់ពីន័យតែ3នាក់អញ្ចឹងបានន័យថា2នាក់ទៀតគឺគាត់ឲ្យខាងអេស្ប៉ាញឈ្នះហើយប៉ុន្តែឥឡូវនេះសរុបមកវិញគឺខាងសហព័ន្ធបានសាររើឆែកមើលវីដេអូគឺខាងអេស្ប៉ាញឈ្នះជាហេតុផលមួយត្រឹមត្រូវបាទអញ្ចឹងឥឡូវនេះសង្ឃឹមថាព័ត៌មាននេះនឹងលេចលឺទៅខាងអេស្ប៉ាញដើម្បីឲ្យគេត្រជាក់ចិត្តដែរទៅបាទព្រោះថាខ្ញុំឃើញមករយៈក្រោយនេះខាងបរទេសមួយចំនួនដែលមកវាយនៅខ្មែរឲ្យគាត់ចាញ់គាត់បង្ហោះនៅលើ Instagram មិត្តភ័ក្តិគាត់គ្រូគាត់បងប្អូនប្រជាជនគេសរសេរបាទគេនិយាយពីគុណខ្មែរយើងសម្បើមណាស់បាទខ្ញុំជឿថារឿងដាក់បន្ទុកមិនប្រក្រតីនេះបាទប្រទេសជិតខាងយើងក៏មាននៅណាក៏មានដែរប៉ុន្តែពេលខ្លះយើងមើលឃើញទាំងអស់គ្នាថាឈ្នះហើយមិនបានឲ្យចាញ់អីចឹងទៅនៅតែមានដោយសារអីនៅក្នុងពិភពបណ្ដាលនេះបាទប្រទេសណាក៏តែងតែជួបនៅបញ្ហានេះដែរគ្រាន់តែថាតិចហើយនឹងច្រើនប៉ុន្តែសំខាន់ពេលខ្លះឃើញថាឈ្នះហើយប៉ុន្តែបែរជាចាញ់បាទអញ្ចឹងកន្លែងនេះបាទសង្ឃឹមថាសហព័ន្ធនឹងគេហៅថារឹតបន្តឹងបន្ថែមបាទជំនួយការដាក់បន្ទុកនេះបាទព្រោះថាខាងអេស្ប៉ាញនេះគេខ្ញុំឆែកមើលហើយដូចជាគេមិនទាន់និយាយអីតាក់ទងនឹងលទ្ធផលអីទេបាទទី1ទី2ដោយសារចាស់ស៊ីនតូដែលជាអ្នកនាំមកហ្នឹងខ្ញុំជឿថាប្រហែលជាគាត់និយាយទៅកាន់កីឡាកររបស់គាត់ហើយបាទអំពីខាងយើងព្រោះភាពជិតស្និទ្ធការស្គាល់គ្នាការរាប់អានគ្នាហើយមិនយូរមិនឆាប់ទេបាទសហព័ន្ធបណ្ដាគុនខ្មែរសហការជាមួយចាស់ស៊ីនតូដែលមានប្រទេសអេស្ប៉ាញតំណាងនេះគេនឹងបង្កើតនៅក្លឹបបដាល់បង្កើតនៅអ្វីដែលមានតំណែងតំណងល្អរវាងគុនខ្មែរជាមួយនឹងខាងអេស្ប៉ាញផងដែរអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាការយល់ឃើញរបស់បងប្អូនបាទមុននឹងសេចក្តីប្រកាសរបស់សហព័ន្ធបណ្ដាគុនខ្មែរដែលបងប្អូនយល់ថាដែលខ្ញុំយល់ថាកីឡាករអេស្ប៉ាញឈ្នះ
ឥឡូវនេះលទ្ធផលគឺដូចអ្វីដែលយើងគិតហើយបាទអញ្ចឹងខ្ញុំផ្ដាំទៅកាន់ធុនវណ្ណាបន្ថែមទៀតគាត់ជាកីឡាករដែលមានចិត្តអង់អាចគាត់សឿងល្អគាត់ធន់បាទអាវុធគាត់ចេញបានទាំងអស់គាត់ថារៀងស្រាលអញ្ចឹងវណ្ណាបន្ថែមអាវុធមកឲ្យធន់តិចខ្ញុំជឿថាវណ្ណានឹងល្អបាទព្រោះកីឡាករដែលស្វិតដូចវណ្ណាវាយរហូតបែបនេះគឺកម្រមានតែអ្វីដែលគាត់ត្រូវបំពេញបន្ថែមគឺអាវុធគាត់ឲ្យធន់អរគុណដល់បងប្អូនអរគ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ផងដែរ